ខេសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំ demo ពាក់ព័ន្ធជាមួយនឹងប្រភេទ Sunny Case Trover អញ្ចឹងប្រភេទ Case Trover របស់យើងហ្នឹងកន្លងមកវាធ្លាប់ជួបបញ្ហាម្ដងជាពីរដងដែរប៉ុន្តែបញ្ហាហ្នឹងដែលអ្នកខ្លះមួយចំនួនក៏គិតថាបញ្ហាប្រដាប់របស់ខាង Sunny អីចឹងទៅប៉ុន្តែយើងសង្កេតឃើញថារយៈកន្លងទៅនេះបញ្ហាវាកើតឡើងច្រើនវាមិនមែនថាបញ្ហាវាមកពីរោងចក្រឯងឃើញវាច្រើនជួនកាលគាត់ដាក់អីវ៉ាន់ដាក់អីទៅវាកលឬក៏លុយអីវាធ្លាក់ទៅខាងក្រោយទៅធ្វើឲ្យវាកលបំសរកលអីចឹងទៅអញ្ចឹងធ្វើឲ្យការដោះស្រាយហ្នឹងមើលទៅវាពិបាកអញ្ចឹងណាអញ្ចឹងកន្លងមកយើងអត់ដែលបានបង្ហាញវីដេអូពីរបៀបដោះស្រាយដូចថាដករបស់ឬក៏ដកឧបករណ៍អីចេញពីលើអា Case Trover ហ្នឹងទេឥឡូវថ្ងៃហ្នឹងពីខាងខ្ញុំធ្វើវីដេអូជូនរឿងដោះស្រាយទៅលើ Case Trover របស់ Sunny អញ្ចឹងដើម្បីដោះស្រាយវាបាននៅពេលដែលឧទាហរណ៍ថាជាធម្មតាពេលខ្លះអានេះដាក់ទៅវាអត់ជាប់សោទេនេះដាក់នេះវាអត់ជាប់សោទេមានន័យថាជួនកាលវាកលលុយឬក៏អីវ៉ាន់ដែលគាត់ដាក់លើអស់ហ្នឹងទៅវាខ្ទាតទៅខាងក្រៅជួនកាលលុយអីវាលោតចូលទៅខាងក្រៅអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យកលម្សៅអញ្ចឹងដើម្បីដោះស្រាយវាបានដើម្បីយកម្សៅយកឧបករណ៍ឬក៏យកលុយយកអីចេញបានហ្នឹងទី1យើងត្រូវទាញទូនឹងមកនឹងសិនទាញទូមកនឹងសិនហើយចាំមើលដៃខ្ញុំណាមើលដៃខ្ញុំអញ្ចឹងដើម្បីទាញទូប្រអប់កែកទូនឹងមកចេញបាននេះគឺយើងប្រហើបកែកទូនេះយើងប្រហើបវាចេញមកមានន័យថាកែកទូនឹងបានចេញមកក្រៅអញ្ចឹងដូចប្រភេទលុយឬក៏ឧបករណ៍ដែលគាត់ដាក់กระดาษដាក់អីវាកលអីធ្លាក់ទៅក្រោយអីយើងអាចលូកដៃយកបាននេះយើងអាចលូកដៃយកបានអញ្ចឹងយើងអាចដូចថាមានអីវ៉ាន់មានអីយើងអាចលូកដៃយកបានហើយជួនកាលម្សៅដូចម្សៅវិចម្សៅអីវាមិនមែនកតាមកពីរោងចក្រអីទេជួនកាលគាត់អ្នកប្រើប្រាស់ខ្លួនគាត់ហ្នឹងគឺតម្លាក់អីវ៉ាន់ហ្នឹងចូលក្នុងហ្នឹងអញ្ចឹងទៅវាធ្វើឲ្យកលទៅវាអាចវិចម្សៅវិចអីចឹងណាអញ្ចឹងវាកម្រមានបញ្ហាអញ្ចឹងអានេះនីតិវិធីដោះស្រាយក្នុងការដូចថាមានអីវ៉ាន់ធ្លាក់ចូលនៅក្នុង Case Trover ហើយយើងបិទអត់ជាប់អីចឹងយើងអាចធ្វើដោះស្រាយតាមនីតិវិធីហ្នឹងបានអញ្ចឹងហើយអានេះនៅប្រពតែយើងដោះអីវ៉ាន់ដោះអីចេញហើយយើងអាចដាក់អានេះចូលវិញបានហើយដាក់ចូលយើងនេះទៅយើងញុកដៃវាស្មើទៅនេះតែប៉ុណ្្នឹងទៅអូខេអញ្ចឹងវាដំណើរការទូហ្នឹងវាដំណើរការនេះអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្រូ